มาวิดีโอจังกราวนี่ខ្ញុំបង្ហាញបងប្អូនតាក់ទងជាមួយនឹងការបង្កើតadd រូបភាពថា add យ៉ាងម៉េចដើម្បីឲ្យវាចូលទី1បងបើសិនជាគ្មាន attachment ទេសូមបងចុចទៅលើកន្លែង click to other នៅក្នុង table ព្រោះអីខ្ញុំមាននៅ table និស្សិតកន្លែងនេះ table របស់ខ្ញុំហើយចុចទៅលើ click នឹងមួយមកបន្ទាប់មកខាងក្រោមនេះយើងមាន attachment ហើយយើងរើសយក attachment មកហើយវា load ឲ្យយ៉ាងហ្នឹងហើយមួយទៀតគឺបញ្ចូលរូបភាពយើងបញ្ចូលតាមណាគឺយើង click លើវា2ដងបាទ click លើវា2ដងហើយបន្ទាប់មកចុចពាក្យថា add ត្រង់នេះបាទចុចពាក្យ add ត្រង់នេះហើយវាចូលនៅក្នុង folder computer របស់យើងហើយកន្លែងនេះយើងចុចទៅវាអត់ឃើញទេប៉ុន្តែត្រូវឲ្យយើងទាមទារស្វែងរករូបភាពណាដែលយើងបានដាក់នៅក្នុងបាទcomputer របស់យើងអញ្ចឹងយើងស្វែងរកមករូបភាពណាខ្លះបាទអញ្ចឹងឧបមាថាខ្ញុំឧទាហរណ៍ថាខ្ញុំចុចលើ picture រូបភាពរបស់ខ្ញុំមាននៅក្នុង picture បាទហើយខ្ញុំចុចលើអានេះមួយចុះហើយ open ហើយវានឹងបាន attachment របស់ខ្ញុំមួយនៅត្រង់នេះបាទហើយខ្ញុំចុចពាក្យថា OK អញ្ចឹងនៅពេលយើងមានរូបភាពវាប្រកាសជាដាក់វងចោលលេខ1ទៅនឹងអញ្ចឹងរូបភាពនឹងវានឹងភ្ជាប់ជាមួយនឹង table នឹងតែម្ដងបាទហើយចំណុចមួយទៀតនោះគឺបើសិនជានៅក្នុង form របស់យើងដាក់មកបងអត់អាចទាញ copy មកដាក់ចឹងទេបាទនៅក្នុង form របស់យើងបើសិនជាមកថានិស្សិត form និស្សិតមួយចុះអញ្ចឹងអត់អាចទាញមកដាក់បានទេហើយយើងចូលទៅ design តិចមកចូលទៅកន្លែង design view ហើយបន្ទាប់មកកន្លែងនេះគឺបានន័យថាបងចុចទៅលើកន្លែង add existing បាទ add existing អញ្ចឹង add existing យើងមាន profile ឬក៏ attachment ដែលយើងបានបញ្ចូលមិញហ្នឹងនៅក្នុង table នៅក្នុង table យើង attachment នេះខ្ញុំដាក់ថា student profile ព្រោះអីខ្ញុំដាក់នៅក្នុង design view បាទនេះ student profile កន្លែងនេះបាទអញ្ចឹងខ្ញុំដាក់ថា student profile អញ្ចឹងហើយបាននៅក្នុងទម្រង់របស់ខ្ញុំគឺមាន student profile ទម្រង់ form របស់ខ្ញុំបាទមាន student profile នេះកន្លែងនេះនៅពេលយើងចុចបាទចុចពាក្យថា existing field to field និង existing field នឹងហើយវាមានឈ្មោះហើយវាមាន ID វាមាន code វាមានអីទាំងអស់នៅលើហ្នឹងហើយឲ្យយើងបញ្ចូលមកទាំងអស់មួយទៀតយកយើងបញ្ចូលជាមួយនឹង student profile តែបញ្ចូលគឺបញ្ចូលតែអាធំនេះទេបាទសម្រាប់អា3ខាងក្រោមអានឹងថា sub របស់វាយើងអត់បញ្ចូលបានទេយើងគ្រាន់តែចុចសញ្ញាបូកវាសញ្ញាបូកទៅមួយយ៉ាងមក click 2ដងមកហើយវានឹងរត់មកកន្លែងនេះបាទរត់មកកន្លែងនេះបាទអញ្ចឹងខ្ញុំទៅ view មកវិញហើយ view នេះខ្ញុំគ្រាន់តែ view ឲ្យឃើញទេបាទនេះអញ្ចឹងវាមកហើយវាអូតូមកឲ្យហើយកន្លែងហ្នឹងបាទចំណុចចុងក្រោយមួយទៀតគឺនិស្សិតដែរតែនៅក្នុង report ក៏ដូចជា form នឹងដែរកែប្រែដូចគ្នាហ្នឹងបាទហើយយើងចូល design មកនេះកន្លែងនេះក៏មានដូចគ្នាកន្លែងចុចពាក្យថា existing វានឹង load field existing នឹងមកឲ្យតោះមកបងប្អូនធ្វើការចុចទៅលើ student profile ហ្នឹងមកជាការស្រេចហើយបាទចុចទៅលើ student profile វានឹងរត់ទៅពីទៅអញ្ចឹងមកប៉ុន្តែទាមទារឲ្យបងនឹងឯងធ្វើការធ្វើការរៀបចំវាស្អាតឡើងវិញបាទអញ្ចឹងមកឥឡូវខ្ញុំបើកមើលបាទអញ្ចឹងវាចេញអញ្ចឹងបាទវាចេញអញ្ចឹងអូខេវីដេអូហ្នឹងគឺខ្ញុំបញ្ចប់ត្រឹមហ្នឹងហើយមានចម្ងល់អីអាចសួរមកកាន់ឆាតឬក៏ក្នុងក្រុមក៏បានដែរបាទអរគុណច្រើន